គឺកំពុងតែស្រានជាពលរដ្ឋថ្លែងគុំគុណចាស់គ្រប់ព្រះអង្គនឹងចម្រើនពរញាតិញោមទាំងអស់សូមមកទស្សនាកងសន្តិសុខខណ្ឌប៉ូលីសចម្រុះបក្រាបដែលបានដេញប្រជាពលរដ្ឋតាំងពីសួនច្បារមុខវិទ្យារហូតមកដល់សួនច្បារមុខវត្តទុំក៏សូមទស្សនានៅវិទ្យុទាំងស្រុងដែលប្រវត្តិបានឲ្យក្បួនបុកសម្រុតមកចូលមកដល់ផ្ទះហ៊ុនសែនប៉ុន្តែដោយសារតែក៏ដាក់ញត្តិចូលរដ្ឋសភាគឺរដ្ឋសភាមិនទទួលញត្តិហើយមិនមានដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់គឺជាប្រជាពលរដ្ឋមករងគ្រោះដីធ្លីមកពីខេត្តកញ្ចេះថ្ងៃនេះគឺជាថ្ងៃទី18ខែ8ឆ្នាំ2014វេលាមក10ជាងនេះសូមទស្សនាព្រឹត្តិការណ៍ទាំងស្រុងបងចង់ជួយសម្ដែងចូលសែនមានតែចង់សែនចូល